Chủ điệp xúa ai gạt đóm lục chùm tiêu lục lục sấy bề mình nâng tua tua snake chốn đại cầm pung tam đàn test náในកម្មវិធីអាចចលនាត្រកខ្មែរvới chụp kia tamពេលវេលានឹងមកដដែលដែលកម្មវិធីយើងគឺមានការផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍អប្សរាប៉ូលី11នៅថ្ងៃសុក្រវេលាម៉ោង 4:30 នាទីដល់ម៉ោង 5 ល្ងាចនិងចាក់ផ្សាយឡើងវិញនៅថ្ងៃសៅរ៍វេលាម៉ោង 10:20 នាទីដល់ម៉ោង 10:50 នាទីនិងថ្ងៃអាទិត្យវេលាម៉ោង 4:30 នាទីដល់ម៉ោង 5 ល្ងាចកម្មវិធីយើងគឺអាចដំណើរការទៅបានដោយសារតែមានការឧបត្ថម្ភដ៏ធំពីក្រុមហ៊ុន Bonaria Group និងផ្សារ BBC ទស្សនាកម្មវិធីអចលនត្រកខ្មែរលោកអ្នកនឹងទទួលបាននូវចំណេះដឹងក៏ដូចជាអត្ថប្រយោជន៍ល្អៗទាក់ទងទៅនឹងវិស័យអចលនត្រកខណៈនេះសូមជូនមេតិកាព័ត៌មានវគ្គទី 1 លោកអ្នកនឹងទទួលបាននូវព័ត៌មានជាតិនិងអន្តរជាតិវគ្គទី 2 គឺការព្យាករណ៍ទៅលើតម្លៃអចលនត្រកនៅតាមបណ្ដាខណ្ឌនានានៅក្នុងរាជធានីភ្នំពេញសម្រាប់ត្រីមាសទី 3 ឆមាសទី 2 នេះវគ្គទី 3 គឺការបង្ហាញអំពីអចលនត្រកល្អៗនៅក្នុងរាជធានីភ្នំពេញក៏ដូចជាបណ្ដាខេត្តក្រុងនានាវគ្គទី 4 គឺបទសម្ភាសន៍ជាមួយនឹងលោកនួនរដ្ឋីទៅលើប្រធានបទការវិនិយោគទៅលើសំណង់បរិយានានាក្នុងរាជធានីភ្នំពេញនិងវគ្គទី 5 គឺការបង្ហាញអំពីអចលនត្រកល្អៗនៅក្នុងរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តក្រុងនានាជាបន្តសូមអញ្ជើញទស្សនាព័ត៌មានជាតិជ្រាបសួរលោកលោកស្រីប្រិមត្តនិងប្រទស្សនិកជនដែលកំពុងតាមដានទស្សនានៅក្នុងកម្មវិធីអចលនត្រកខ្មែរនាសប្តាហ៍នេះកម្មវិធីយើងនឹងធ្វើការដកបង្ហាញនៅអត្ថប្រយោជន៍ក៏ដូចជាសារៈសំខាន់ជូនទៅដល់ទស្សនិកជនហើយដែលឡែកជាពិសេសនោះគឺសម្រាប់អស់លោកលោកស្រីដែលចង់ស្វែងរកនៅទីតាំងក៏ដូចជាការបើកធ្វើអាជីវកម្មឬក៏ការិយាល័យនិងក្រុមហ៊ុននានាឬក៏សំណង់អគារនៅក្នុងការស្នាក់នៅនោះអាចនឹងជ្រើសរើសបាននៅតាមបណ្ដាខណ្ឌនានាព្រោះថាមាននៅការរីកលូតលាស់មែនទែនជាពិសេសគឺមាននៅកំណើននៃការកើនឡើងជាមួយនឹងការសាងសង់នៅបរិយានានានៅក្នុងខណ្ឌនីមួយៗអញ្ចឹងតើលោកអ្នកយល់ឃើញយ៉ាងណាដែរអំពីសំណង់បរិយាទៅលើការវិនិយោគនៅតាមបណ្ដាខណ្ឌនានានោះចា៎អញ្ចឹងសូមជើញទស្សនាទាំងអស់គ្នាសំណង់បរិយានានានៅរាជធានីភ្នំពេញកំពុងត្រូវបានអ្នកវិនិយោគនៅក្នុងស្រុកបាននឹងកំពុងសាងសង់យ៉ាងកកក្រែងហើយរាល់សំណង់បរិយាទាំងនោះត្រូវបានលក់ទៅកាន់អតិថិជនអស់ដែលនេះសបញ្ជាក់អំពីតម្រូវការនៅមានកម្រិតច្រើនជាងការផ្គត់ផ្គង់និងចំណូលសេដ្ឋកិច្ចគ្រួសារមានការកើនឡើងជាពិសេសគឺកំណើនសេដ្ឋកិច្ចជាតិមានសន្ទុះបើយើងក្រឡេកមើលនៅក្នុងខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញយើងឃើញថាសំណង់បរិយានានាបាននឹងសាងសង់យ៉ាងព្រោងព្រានដែលធ្វើឲ្យតម្លៃអចលនទ្រព្យនៅក្នុងខណ្ឌមានការកើនឡើងតម្លៃនិងមានសក្តានុពលដោយសារកំណើនសេដ្ឋកិច្ចជាតិនិងកំណើនផលិតផលនៅក្នុងស្រុកសរុបរបស់កម្ពុជាមានការកើនឡើងធ្វើឲ្យកត្តាជីវភាពរបស់ប្រជាជនមានភាពល្អប្រសើរបូករួមនឹងការផ្ដល់នូវភាពងាយស្រួលនៃការខ្ចីប្រាក់សម្រាប់ប្រកបអាជីវកម្មក៏ដូចជាកម្ចីទិញអចលនទ្រព្យពីធនាគារជាពិសេសគឺផ្ទះសម្បែងទើបធ្វើឲ្យតម្រូវការនៃការទិញផ្ទះនៅក្នុងបរិយាមានការកើនឡើងជាងការផ្គត់ផ្គង់លោកអ្នកទៅបានទស្សនារួចមកហើយនៅព័ត៌មានជាតិតទៅនេះសូមអញ្ជើញទស្សនានៅព័ត៌មានអន្តរជាតិដែលស្ដីអំពីទីផ្សារលេខធ្លោទាំង5នៅអាស៊ីទីផ្សារអចលនទ្រព្យនៅអាស៊ីមានការកើនឡើងនៅក្នុងរយៈពេល1ឆ្នាំដែលគិតចាប់ពីខែមីនាឆ្នាំ2011ដល់ខែមីនាឆ្នាំ2012មានទីក្រុងចំនួន2ប៉ុណ្ណោះនៅអាស៊ីដែលមានភាពរីកចម្រើនទៅលើទីផ្សារអចលនទ្រព្យគឺនៅក្នុងទីក្រុងចាកាតាមានការកើនឡើងចំនួន 14% និងទីក្រុងប៉េកាំងមានការកើនឡើង 2.9% នៅក្នុងពេលដូចគ្នាបើក្រឡេកមើលនៅក្នុងរយៈពេល5ឆ្នាំមុនគឺមានភាពខុសគ្នាយ៉ាងខ្លាំងបច្ចុប្បន្ននៅអាស៊ីមានទីផ្សារដែលលេចធ្លោចំនួន5គឺទីក្រុងហុងកុងជាទីក្រុងដែលមានភាពរីកចម្រើនជាងគេនៅក្នុងតួលេខ 164% នៅក្នុងត្រីមាសដំបូងនៃឆ្នាំ2012ដោយសារតែមុខងារសំខាន់របស់ខ្លួននៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចពិភពលោកនិងច្រកចូលប្រទេសចិនប្រទេសឥណ្ឌាជាប្រទេសដែលមានភាពរីកចម្រើនលំដាប់ទី2នៅក្នុងតួលេខ 159% ដោយសារតែតម្រូវការយ៉ាងខ្លាំងទាំងទីផ្សារនៅក្នុងស្រុកនិងទីផ្សារបរទេសប្រទេសចិនបានទទួលនៅតំណែងទី3នៃប្រទេសដែលរីកចម្រើននៅក្នុងតួលេខពី 50% ទៅ 150% ការរីកចម្រើននេះគឺជាការសន្និដ្ឋានខ្ពស់របស់ប្រទេសចិនក៏ដូចជាចរន្តសេដ្ឋកិច្ចពិភពលោកនៅក្នុងលក្ខខណ្ឌនៃការធ្វើពាណិជ្ជកម្មនិងដំណាក់កាលនៃការផលិតទីតាំងផលិតប្រាក់កាក់ថ្មី
តៃវ៉ាន់និងម៉ាឡេស៊ីបានទទួលតំណែងជាប្រទេសដែលរីកចម្រើនទី4នៅក្នុងកម្រិតនៃភាពរីកចម្រើនស្មើគ្នានៃត្រីមាសទី4សម្រាប់ឆ្នាំ2011វត្តមាននៃតួលេខនៅក្នុងភាពរីកចម្រើននៃប្រទេសទាំងពីរមាន 124%ចាកាតារៀបចំខ្លួនដើម្បីស្វាគមន៍វិមានការិយាល័យបៃតងរបស់ខ្លួននៅក្នុងប្រទេសកាលពីថ្ងៃទី28ខែមិថុនាឆ្នាំ2012ម្ចាស់គម្រោងសង្ហបុរី Keep Thailand បានចូលខ្លួននៅក្នុងការវិវត្តនៅគម្រោងសាងសង់អគារ IFC ទី2នៅប្រទេសឥណ្ឌូនេស៊ីដែលត្រូវបានគេឲ្យឈ្មោះថាជាវិមានមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិទី2 Jakarta IFC ដែលមានការឯកភាពដោយបណ្ឌិតលីប៊ុនយ៉ុងជាប្រធានក្រុមហ៊ុន Keep Thailand ការសាងសង់នេះនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ2015អគារការិយាល័យនេះនឹងទទួលបាននូវពានរង្វាន់ Green Mark Gold Plus នៅក្នុងការទទួលស្គាល់ជាអន្តរជាតិនិងជាទីកន្លែងដែលមានភាពប្លែកពីគេស្របទៅតាមស្តង់ដារអគាររបស់ប្រទេសសង្ហបុរីនិងការអនុញ្ញាតច្បាប់សាងសង់ពី BCA ការឆ្ពោះទៅកាន់ភាពរីកចម្រើនរបស់ប្រទេសឥណ្ឌូនេស៊ីបាននឹងកំពុងក្លាយទៅជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចនៅក្នុងការតាក់ទងអ្នកវិនិយោគមកកាន់ទីក្រុងចាកាតា Keep Thailand បានឲ្យដឹងថាវិមាន IFC ទី2នឹងរួមបញ្ចូលនៅបច្ចេកវិទ្យាបៃតងចុងក្រោយមិនតែប៉ុណ្ណោះអគារនេះគឺមានការរៀបចំនៅប្រព័ន្ធលូបង្ហូរទឹករួមទាំងការដំឡើងនៅបណ្ដាញទឹកយ៉ាងទំនើបនិងមានការប្រើប្រាស់កញ្ចក់សម្រាប់កាត់បន្ថយនៅកម្ដៅសំឡេងរំខានការបំផ្លាញបរិយាកាសដើម្បីជាភាពងាយស្រួលនៅក្នុងការបំពេញការងារបានល្អប្រសើរនៅពេលដែលអគារវិមាន IFC ទី2សាងសង់រួចជាស្ថាពរគឺនឹងផ្ដល់នូវការិយាល័យសម្រាប់ជួលទំហំជាង 50,000 ម៉ែត្រការ៉េស្ថិតនៅលំដាប់ Grade A ដែលមានទំហំធំជាងអគារវិមាន IFC ទី1រហូតដល់ទៅ 28,000 ម៉ែត្រការ៉េលោកអ្នកទៅបានតាមដានទស្សនានៅព័ត៌មានជាតិនិងអន្តរជាតិសម្រាប់ពេលនេះសូមពេលសម្រាប់មួយផ្លែសិនបណ្ណារៀនធីគ្រប់ភាពជឿជាក់បទពិសោធន៍ជំនាញវិជ្ជាជីវៈ BBC ជាជម្រើសទីផ្សារដ៏ល្អឥតខ្ចោះរបស់លោកអ្នកជាបន្តទៅនេះសូមអញ្ជើញទស្សនាជាមួយនឹងការព្យាករណ៍ទៅលើតម្លៃចលនាទ្រព្យនៅតាមបណ្ដាខេត្តនានានៅក្នុងរាជធានីភ្នំពេញហើយសម្រាប់ត្រីមាសទី3ឈុំមាសទី2នេះយើងនឹងធ្វើការដកបង្ហាញនៅខណ្ឌមានជ័យដែលមានរហូតដល់12សង្កាត់យកមកជំរាបជូនលោកអ្នកដូចតទៅនេះសង្កាត់ទី1គឺសង្កាត់បឹងទំពុនសម្រាប់តំបន់លំនៅឋានតម្លៃចាប់ពី$300ដល់$500ក្នុង1ម៉ែត្រការ៉េនិងចំពោះតំបន់ពាណិជ្ជកម្មតម្លៃចាប់ពី$600ដល់$1,000ក្នុង1ម៉ែត្រការ៉េរីឯសង្កាត់ទី2គឺសង្កាត់ស្ទឹងមានជ័យសម្រាប់តំបន់លំនៅឋានតម្លៃចាប់ពី$250ដល់$350ក្នុង1ម៉ែត្រការ៉េនិងចំពោះតំបន់ពាណិជ្ជកម្មតម្លៃចាប់ពី$600ដល់$1,200ក្នុង1ម៉ែត្រការ៉េរីឯសង្កាត់ទី3គឺសង្កាត់ចាក់អង្រែក្រោមសម្រាប់តំបន់លំនៅឋានតម្លៃចាប់ពី$150ដល់$250ក្នុង1ម៉ែត្រការ៉េនិងចំពោះតំបន់ពាណិជ្ជកម្មតម្លៃចាប់ពី$500ដល់$600ក្នុង1ម៉ែត្រការ៉េរីឯសង្កាត់ទី4គឺសង្កាត់ចាក់អង្រែលើសម្រាប់តំបន់លំនៅឋានតម្លៃចាប់ពី$300ដល់$400ក្នុង1ម៉ែត្រការ៉េនិងចំពោះតំបន់ពាណិជ្ជកម្មតម្លៃចាប់ពី$1,000ដល់$1,200ក្នុង1ម៉ែត្រការ៉េរីឯសង្កាត់ទី5គឺសង្កាត់ច្បារអំពើទី1សម្រាប់តំបន់លំនៅឋានតម្លៃចាប់ពី$300ដល់$400ក្នុង1ម៉ែត្រការ៉េនិងចំពោះតំបន់ពាណិជ្ជកម្មតម្លៃចាប់ពី$800ដល់$1,500ក្នុង1ម៉ែត្រការ៉េរីឯសង្កាត់ទី6គឺសង្កាត់ច្បារអំពើទី2សម្រាប់តំបន់លំនៅឋានតម្លៃចាប់ពី$150ដល់$300ក្នុង1ម៉ែត្រការ៉េនិងចំពោះតំបន់ពាណិជ្ជកម្មតម្លៃចាប់ពី$400ដល់$800ក្នុង1ម៉ែត្រការ៉េរីឯសង្កាត់ទី7គឺសង្កាត់នីរ៉ូតសម្រាប់តំបន់លំនៅឋានតម្លៃចាប់ពី$150ដល់$250ក្នុង1ម៉ែត្រការ៉េនិងចំពោះតំបន់ពាណិជ្ជកម្មតម្លៃចាប់ពី$400ដល់$700ក្នុង1ម៉ែត្រការ៉េរីឯសង្កាត់ទី8គឺសង្កាត់ព្រៃប្រាសម្រាប់តំបន់លំនៅឋានតម្លៃចាប់ពី$70ដល់$150ក្នុង1ម៉ែត្រការ៉េនិងចំពោះតំបន់ពាណិជ្ជកម្មតម្លៃចាប់ពី$300ដល់$400ក្នុង1ម៉ែត្រការ៉េរីឯសង្កាត់ទី9គឺសង្កាត់វាលស្បូវសម្រាប់តំបន់លំនៅឋានតម្លៃចាប់ពី$70ដល់$100ក្នុង1ម៉ែត្រការ៉េនិងចំពោះតំបន់ពាណិជ្ជកម្មតម្លៃចាប់ពី$200ដល់$300ក្នុង1ម៉ែត្រការ៉េរីឯសង្កាត់ទី10គឺសង្កាត់ព្រែកឯងសម្រាប់តំបន់លំនៅឋានតម្លៃចាប់ពី$50ដល់$100ក្នុង1ម៉ែត្រការ៉េ
និងចំពោះតំបន់ពាណិជ្ជកម្មតម្លៃចាប់ពី200ដល់300ដុល្លារក្នុង1ម៉ែត្រការ៉េរីឯសង្កាត់ទី11គឺសង្កាត់ក្បាលកោះសម្រាប់តំបន់លំនៅឋានតម្លៃចាប់ពី50ដល់70ដុល្លារក្នុង1ម៉ែត្រការ៉េនិងចំពោះតំបន់ពាណិជ្ជកម្មតម្លៃចាប់ពី100ដល់150ដុល្លារក្នុង1ម៉ែត្រការ៉េនិងសង្កាត់ចុងក្រោយគឺសង្កាត់ព្រែកថ្មីសម្រាប់តំបន់លំនៅឋានតម្លៃចាប់ពី30ដល់50ដុល្លារក្នុង1ម៉ែត្រការ៉េនិងចំពោះតំបន់ពាណិជ្ជកម្មតម្លៃចាប់ពី80ដល់120ដុល្លារក្នុង1ម៉ែត្រការ៉េអរគុណសម្រាប់ការតាមដានទស្សនាពីសំណាក់លោកអ្នកនៅក្នុងសប្តាហ៍នេះសម្រាប់ពេលនេះនាងខ្ញុំសូមអរគុណសូមជម្រាបលាបណ្ណារៀនធីគ្រប់ភាពជឿជាក់បទពិសោធន៍ជំនាញវិជ្ជាជីវៈ BBC ជាជម្រើសទីផ្សារដ៏ល្អឥតខ្ចោះរបស់លោកអ្នកតើនេះសូមអញ្ជើញទស្សនានៃការបង្ហាញពីអចលនទ្រព្យល្អៗដែលកំពុងតែដាក់លក់និងជួលនៅក្នុងរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តក្រុងនានាវិឡាសម្រាប់លក់មានទីតាំងល្អស្ថិតនៅកណ្ដាលទីក្រុងតាខ្មៅខេត្តកណ្ដាលមានទំហំ18ម៉ែត្រគុណនឹង80ម៉ែត្រអគារមានទំហំ12ម៉ែត្រគុណនឹង20ម៉ែត្រវិឡាដ៏ស្រស់ស្អាតនេះមានបន្ទប់ទទួលភ្ញៀវមួយផ្ទះបាយមួយនិងមានកម្ពស់2ជាន់មានចំណតយានយន្ត10មានរានហាលនិងមានសួនច្បារនៅបរិវេណខាងមុខធំទូលាយនិងល្អប្រណិតបានតភ្ជាប់ប្រព័ន្ធទឹកភ្លើងរដ្ឋនិងប្រព័ន្ធលូរួចជាស្រេចមិនត្រឹមតែប៉ុណ្ណោះវិឡានេះមានផ្លូវចេញចូលធំទូលាយនិងផ្ដល់ភាពងាយស្រួលជាច្រើនទៀតព្រោះទីនេះនៅជាប់នឹងសាលារៀនមន្ទីរពេទ្យនិងផ្សារទំនើបផងដែរស័ក្តិសមឥតខ្ចោះសម្រាប់ការរស់នៅប្រកបដោយគុណភាពនិងផាសុកភាពដាក់លក់ក្នុងតម្លៃល្អត្រឹមតែ$360,000ប៉ុណ្ណោះតម្លៃនេះអាចចរចាបានសម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងតាមរយៈទូរស័ព្ទលេខ077 675 099ផាតមិនសម្រាប់ជួលស្ថិតនៅផ្ទះលេខ 33B ផ្លូវ430សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនរាជធានីភ្នំពេញអាផាតមិននេះមានកម្ពស់5ជាន់មានបន្ទប់ទទួលភ្ញៀវធំ2បន្ទប់គេង5បន្ទប់ទឹក9ម៉ាស៊ីនត្រជាក់7បន្ទប់នីមួយៗធំទូលាយមានពន្លឺគ្រប់គ្រាន់និងមានទីធ្លាចតរយន្តចំនួន4អាផាតមិននេះស័ក្តិសមសម្រាប់ការស្នាក់នៅនិងការិយាល័យអាផាតមិននេះដាក់ជួលក្នុងតម្លៃ$1,500ក្នុងមួយខែសម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទូរស័ព្ទលេខ015 903 899ផ្ទះសម្រាប់ជួលមានផ្ទះលេខ1465នៅតាមបណ្ដោយផ្លូវជាតិលេខ2សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញផ្ទះនេះមានកម្ពស់4ជាន់ជាសំណង់ថ្មីបន្ទប់នីមួយៗធំទូលាយមានពន្លឺគ្រប់គ្រាន់មានទីធ្លាចតរយន្តចំនួន2ផ្ទះនេះស័ក្តិសមសម្រាប់ការធ្វើអាជីវកម្មដូចជាកែសម្ផស្សសម្អាងការសាលារៀនមន្ទីរពេទ្យនិងជាពិសេសសម្រាប់ការិយាល័យមានទំហំដី5ម៉ែត្រគុណនឹង29ម៉ែត្រទំហំអគារ5ម៉ែត្រគុណនឹង 27.5 ម៉ែត្រមានបន្ទប់គេងចំនួន6បន្ទប់ទឹកចំនួន6ផ្ទះនេះដាក់ជួលក្នុងតម្លៃ$999ក្នុងមួយខែតម្លៃនេះអាចចរចាបានសម្រាប់ព័ត៌មានលម្អិតសូមតាក់ទងតាមរយៈទូរស័ព្ទលេខ017 911 889បណ្ណារៀនធីគ្រប់ភាពជឿជាក់បទពិសោធន៍ជំនាញវិជ្ជាជីវៈ BBC ជាជម្រើសទីផ្សារដ៏ល្អឥតខ្ចោះរបស់លោកអ្នកលោកស្រីប្រិមត្តនិងទូរទស្សនិកជនទៅបានតាមដានទស្សនារួចមកហើយនៅការផ្ដល់ជូនតាក់ទងទៅនឹងព័ត៌មានជាតិសម្រាប់វគ្គទី1ហើយនៅក្នុងនោះយើងក៏បាននឹងសន្យាថាតើមានអ្វីដែលពិសេសពិតជាចង់ដឹងកាន់តែច្បាស់ហើយសម្រាប់វគ្គទី4នេះគឺយើងនឹងទទួលបាននៅការចូលរួមក៏ដូចជាការផ្ដល់កិត្តិយសពីសំណាក់លោកនាយកនៃក្រុមហ៊ុនបណ្ណារាធីក្រុមដែលគាត់នឹងធ្វើការផ្ដល់នៅបទសម្ភាសន៍ចាសម្រាប់ការលើកឡើងនៅព័ត៌មានជាតិតាក់ទងទៅនឹងប្រធានបទគឺការវិនិយោគទៅលើសំណង់បរិយានានាថាតើមានលក្ខណៈបែបម៉េចឬក៏ចំណុចសំខាន់បែបម៉េចនោះសម្រាប់ផ្ដល់ជូនទៅដល់ទស្សនិកជនក៏ដូចជាលោកអ្នកជឿជាក់ថាពួកគាត់ប្រកាសជាចង់ដឹងអញ្ចឹងចង់ដឹងយ៉ាងណាសូមជួបជាមួយនឹងលោកនាយកផ្ទាល់តែម្ដងចាជំរាបសួរជំរាបសួរអរគុណណាស់លោកសម្រាប់
លោកនាយកដែលបានផ្ដល់កិត្តិយសតែសម្រាប់ការចូលរួមមកកាន់កម្មវិធីយើងហើយនាងខ្ញុំនៅក្នុងថ្ងៃនេះក៏មានសំណួរចង់សួរទៅដល់លោកក៏ដូចជាទស្សនិកជនគាត់គឺពិតជាចង់ដឹងហើយតកតងទៅនឹងព័ត៌មានជាតិដោយពីខាងដើមកម្មវិធីបានជម្រាបជូនផងដែរអញ្ចឹងថាតើលោកនាយកអាចជម្រាបជូនត្រួសត្រាសបាននេះអំពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅក្នុងពេលបច្ចុប្បន្ននេះថាតើមាននៅការអភិវឌ្ឍបែបណាដែរហើយផ្ដោតសំខាន់ទៅលើស្ថានភាពអចលនទ្រព្យវិញថាតើដំណើរការហ្នឹងយ៉ាងម៉េចទៅបាទយោងតាមសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងយោងតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ចរបស់ជាតិរបស់យើងហៅ GDP Gross Domestic Product ហ្នឹងគឺសម្រាប់ឆ្នាំ2011យើងឃើញថាប្រមាណបានជាង 7% ហើយការរំពឹងទុករបស់ក្រសួងរបស់យើងគាត់រំពឹងទុកបានប្រមាណជាង 6% នេះជាសញ្ញាមួយដែលយើងឃើញថាជាចំណុចតាក់ទាញសម្រាប់វិស័យចលនាទ្រព្យរបស់យើងហើយយើងសេដ្ឋកិច្ចកម្ពុជាយើងផ្ដើមឡើងទៅវិញនៅក្នុងឆ្នាំ2011នេះមានទម្រង់ដូចជាអក្សរ V អញ្ចឹងគឺការរំពឹងទុកការគ្រោងទុករបស់រាជរដ្ឋាភិបាលយុទ្ធសាស្ត្រចតកោដំណាក់កាលទី2ហើយបើយើងក៏លេខទៅមើល Gross Domestic Product ផុសស្រុកយើងវិញគឺប្រជាជនម្នាក់គឺគាត់ទទួលបានដល់$909សហរដ្ឋអាមេរិកក្នុងមួយឆ្នាំហើយបើយើងធៀបពីការកើនឡើងវិញជាទឹកប្រាក់ប្រមាណ52,000 លានរៀលបើធៀបជាប្រាក់ដុល្លារវិញបានប្រមាណប្រហែលជា$13 លានសម្រាប់ឆ្នាំ2011នេះបាទបើចំណាយក្នុងវិស័យអចលនទ្រព្យយើងវិញយើងឃើញនៅក្នុងឆមាសទី1យើងនេះនៅឆ្នាំ2012ធៀបទៅឆមាសទី1ឆ្នាំ2011វិញក៏យើងសម្គាល់មានឃើញការកត់សម្គាល់ថាមានកំណើនស្ទើរតែទ្វេដងតែក៏ប៉ុន្តែតម្លៃអត់មានបានកើនទ្វេដងទេកើនទ្វេដងតែ transaction យើងទេក៏តែតម្លៃវាអាចកើនចន្លោះពី5ទៅ10% តែប៉ុណ្ណឹងឯងក៏ប៉ុន្តែក្នុងដែរយើងបានសង្កេតឃើញថា supplier ហៅថាអ្នកផ្គត់ផ្គង់ហ្នឹងគឺមានច្រើនជាពិសេសគឺការបច្ចុប្បន្នយើងផ្ដោតមើលយើងឃើញថាសំណង់លក្ខណៈជា condo បូរីផ្ទះល្វែងមានការកើនឡើងគួរកត់សម្គាល់ហើយមិនប៉ុណ្ណោះទេយើងឃើញអាគារផ្សេងសម្រាប់មជ្ឈមណ្ឌលពាណិជ្ជកម្មហ្នឹងក៏បាន discuss ស្គីតាមដងផ្លូវធំមួយចំនួនច្រើនដែរនេះបើយើងយោងទៅរបាយការណ៍ពីក្រសួងដែនដីរៀបចំដែនដីយើងឃើញថាបើធៀបឆ្នាំ2011ទៅឆ្នាំ2010យើងឃើញថាទឹកប្រាក់ដែលវិនិយោគទុនប្រហែលជាប្រមាណ$1,700 លានជាងវាស្មើនឹង106%ដែលយើងឃើញថានេះជាកំណើនមួយតែបើធៀបឆមាសដូចគ្នាដែរឆមាសឆ្នាំនេះត្រីមាសទី1សម្រាប់ឆមាសទី1ឆ្នាំទៅឆ្នាំ2011យើងឃើញថាកម្រងកើនឡើងប្រមាណ 34% កម្រងអភិវឌ្ឍផលយើងកើនបាន 30% បើទុនវិនិយោគធៀបនឹងពេលដូចគ្នាចន្លោះអាចជុំវិញប្រមាណជា30ទៅ40% ដែរហ្នឹងតាមរបាយការណ៍ពីក្រសួងដែនដីរៀបចំបាទហើយចំណែកមួយទៀតស្ថានភាពចលនាទ្រព្យនេះវាផ្សារភ្ជាប់ជាមួយនឹងការកត់សម្គាល់ផលយើងដែរគឺថ្មីនេះដូចជាផ្សារហ៊ុនអញ្ចឹងដោយផ្សារភាគហ៊ុនដែលយើងឃើញថាមូលបត្រកម្ពុជាហ្នឹងគឺមានការចាប់អារម្មណ៍ពីអ្នកវិនិយោគជាតិនិងអន្តរជាតិដែលគាត់ធ្វើការសម្លឹងមកប្រជាជនកម្ពុជាយើងតាមរយៈ stock exchange ហើយអ្វីដែលជាកត្តាពិសេសទៀតនោះគឺរាជរដ្ឋាភិបាលរបស់យើងមានការកំណែតម្រង់ទៅលើវិស័យច្បាប់ហើយនឹងបទបញ្ញត្តិថ្មីយើងឃើញដូចជាច្បាប់នៃអំពើពុករលួយហើយក៏ដូចជានីតិវិធីខ្លះសម្រួលដល់ការកាត់បន្ថយពន្ធទៅលើនៅ CDC អីនេះគឺជាកត្តាដែលតាក់ទាញវិនិយោគទុនផុតហើយដែលយើងឃើញថានេះជាសញ្ញាល្អសម្រាប់អចលនទ្រព្យរបស់យើងដែរហើយមួយវិញទៀតចាពិសេសសម្រាប់ឲ្យយើងអនុវត្តតាំងពីឆ្នាំមុនមកម្លេះហ្នឹងគឺគេហៅថាច្បាប់សហកម្មសិទ្ធិបាទសហកម្មសិទ្ធិគឺថាជនបរទេសមានសិទ្ធិទិញអគារសហកម្មសិទ្ធិរបស់យើងហ្នឹងណាគឺអញ្ចឹងគឺយើងតាមស្ថិតិដែលយើងទទួលបានពីក្រសួងមកគឺមានឆ្នាំ2012នេះគឺយើងឃើញថាមានជនជាតិបរទេសចំនួន280នាក់ជាងបាទផាពីចន្លោះពី2286ទៅចន្លោះហ្នឹងផាហើយនឹងចំនួនខុនដូគាត់ទិញហ្នឹងមានរហូតដល់ជាង677 unit ឯណោះដែលគាត់ធ្វើការបណ្ដាក់ទុនទិញនៅក្នុងគោលការណ៍ថ្មីផុសយើងនេះ
នេះបើតាមអ្វីដែលយើងទទួលបានមក ចាអរគុណណាស់ហើយនេះខ្ញុំចង់ជម្រាបសួរនៅសំណួរទៅដល់លោកនាយកបន្តទៀតថាតើយើងឃើញថាពេលបច្ចុប្បន្ននេះគឺមាននៅគម្រោងសាងសង់បរិយាជាច្រើននៅក្នុងរាជធានីភ្នំពេញហើយតើលោកនាយកអាចនឹងជម្រាបជូនបានទេថាតើហេតុអ្វីបានជាអ្នកវិនិយោគមួយចំនួនធំគាត់ជ្រើសរើសនៅក្នុងការសាងសង់បរិយាច្រើនជាងចាជាការពិតណាស់ហើយបើយើងនិយាយពីការសាងសង់ជាលក្ខណៈបរិយាវិញគឺយើងហៅថា compound villa ក្តី compound តែល្បែងក្តីនេះគឺគេបត់បែនទៅតាមទីផ្សារបើយើងនិយាយផ្ដោតវិញគឺថាតម្រូវការហើយនឹងថាជីវិត lifestyle ណាគឺគាត់ចូលចិត្តនៅជា compound អញ្ចឹងទៅវាសុវត្ថិភាពអញ្ចឹងនៅក្នុងបរិយាហ្នឹងគឺយើងមានទាំងអស់យើងឃើញថារាល់ការសាងសង់គេទុកសម្រាប់support ទៅលើ area ហ្នឹងគឺអាចចន្លោះ30ទៅ 40% ហ្នឹងគឺទៅលើ entertainment ទៅលើសួនច្បារទៅលើស្អីផ្សេងៗហ្នឹងគឺគាត់អាចរស់នៅបែបជាលក្ខណៈមួយហៅថា middle class និង high class ជាហើយនៅមួយទៀតគឺយើងសំដៅឃើញថាជាសុវត្ថិភាពដែរសម្រាប់ពួកគាត់បើនឹងការរស់នៅក្នុងបរិយាតើលោកនាយកអាចជំរាបជូនបានទេអំពីតម្រូវការនៃការទិញលក់បរិយានៅពេលបច្ចុប្បន្ននេះថាតើមានស្ថានភាពបែបណាដែរហើយបើសិនបើមាននៅការកើនឡើងដោយសារតែកត្តាអ្វីឬក៏មានការធ្លាក់ចុះលោកអាចនឹងជំរាបជូនឲ្យបានលម្អិតបានទេចា៎សូមអរគុណសំណួរទី3នេះពិតជាមានសារៈសំខាន់ដែលខាងយើងខ្ញុំចង់ឆ្លុះបញ្ចាំងពីអតីតកាលខ្លះដែលយើងឃើញថាមានបរិយាជាច្រើនតែពីមុនមកការទិញបរិយាគ្រាន់តែជាការទិញទុកចំណេញការទិញលក់តតែប៉ុណ្ណោះតែបច្ចុប្បន្ននេះយើងឃើញថាការទិញបរិយាគឺជាតម្រូវការជាក់ស្ដែងគឺការទិញគឺការមានការចូលនៅតែម្ដងអញ្ចឹងវាមានស្ថានភាពប្រសើរខ្លាំងជាងនៅពេលអតីតកាលហើយយើងឃើញថាតម្រូវការកើនឡើងដោយសារកត្តា4យ៉ាងគឺទី1គឺកត្តាសេដ្ឋកិច្ចរបស់យើងគឺហៅថាគឺពាក់ទងនឹង GDP ដែលខ្ញុំបានរៀបរាប់ពីខាងលើមកកត្តាទី2គឺយើងនិយាយពីពាក់ព័ន្ធនឹង FDI Foreign Direct Investment ហើយកត្តាទី3គឺយើងឃើញថាកត្តាធនាគារជំនួយពីធនាគារថា loan home loan ពីធនាគារនោះក៏ជាកត្តាជំរុញឲ្យមានការកើនឡើងដែរហើយកត្តាដែលសំខាន់ចុងក្រោយទៀតនោះគឺពាក់ព័ន្ធទៅនឹងកំណើនដែលប្រជាជនរាល់ថ្ងៃគាត់ជ្រើសរើសយកភ្នំពេញនេះគឺជាតំបន់មួយដែលគាត់ចង់ស្នាក់រស់នៅក្នុងស្រុករបស់យើងនេះ24ខេត្តក្រុងយើងនេះគឺភ្នំពេញគឺជាតំបន់មួយដែលគាត់ចង់រស់នៅណាទាំងអ្នករស់នៅអចិន្ត្រៃយ៍និងអ្នករស់នៅមិនអចិន្ត្រៃយ៍បើយើងផ្ដោតទៅលើស្ថិតិពីសាលារដ្ឋាភិបាលវិញយើងឃើញថាអ្នករស់នៅអចិន្ត្រៃយ៍គឺយើងមានឃើញថាជុំវិញ1លានកន្លះប្រហែលជា1លានកន្លះប្រហែលជាប៉ុណ្ណឹងហើយអ្នករស់នៅមិនអចិន្ត្រៃយ៍ប្រហែលជាប្រហែល1លានដែរអញ្ចឹងយើងត្រូវដឹងថាអ្នករស់នៅមិនអចិន្ត្រៃយ៍ដែលគាត់រស់នៅភ្នំពេញហើយមានភាពងាយស្រួលហើយគាត់មិនចង់បំលាស់ទីចេញពីរាជធានីភ្នំពេញយើងទេអញ្ចឹងគាត់ទាមទារតោងធ្វើយ៉ាងណាគាត់ប្រឹងប្រែងគ្រប់បែបយ៉ាងអស់ចង់ឲ្យបានលំនៅឋាននៅក្នុងភ្នំពេញយើងអញ្ចឹងបើតាមស្ថិតិពីសាលារដ្ឋាភិបាលមកយើងទទួលបានមកហ្នឹងគឺថាក្នុងមួយឆ្នាំប្រហែលជាប្រមាណ10000គ្រួសារដែលត្រូវការលំនៅឋាននៅក្នុងរាជធានីភ្នំពេញកត្តាទាំង4នេះហើយដែលយើងឆ្លោះបញ្ចាំងឃើញថាមានការកើនឡើងហើយធ្វើឲ្យម្ចាស់គម្រោងទាំងអស់ហ្នឹងបរិយាទាំងអស់ហ្នឹងគាត់ចាប់ដើមធ្វើគម្រោងមួយហើយមួយទៀតចេះតែទទួលបានការជជែកពីព្រោះតម្រូវការរបស់យើងវានៅតែមានដោយសារតែលោកទាំងអស់ហ្នឹងគាត់ត្រូវការបំលាស់ទីពីខេត្តពីក្រុងនានាដែលមិនមែនជាភ្នំពេញហ្នឹងមកនៅរស់នៅទីក្រុងភ្នំពេញនេះជាកត្តាសំខាន់ដែលធ្វើឲ្យកំណើនការទិញដូរលើបរិយាមានភាពពិតប្រាកដខុសពីពេលអតីតកាលមុនបាទសូមអរគុណអរគុណណាស់បើសិនបើតាមការព្យាករណ៍របស់លោកនាយកផ្ទាល់តើការសាងសង់បរិយានឹងជួបប្រទះនៅស្ថានភាពបែបណានៅពេលអនាគតហើយបើសិនបើយើងសិក្សាឲ្យបានដិតដល់យើងឃើញថាបរិយាខ្លះគឺមានយុទ្ធសាស្ត្រទីផ្សារនិងការសិក្សាយ៉ាងលម្អិតមុននឹងការចាប់ផ្ដើមនៃការសាងសង់ហើយបរិយាខ្លះទៀតគឺគាត់សាងសង់ទៅតាមការយកឃើញរបស់គាត់ដោយសំដៅទៅលើការទិញរបស់អ្នកទិញជាការពិតបច្ចុប្បន្ននេះគឺយើងឃើញថាមានទំនោរទៅទិញផ្ទះលក្ខណៈជាបរិយាជាជាងការទិញដីហើយសាងសង់ដោយខ្លួនឯងទីមួយឧបសគ្គសម្រាប់ពួកគាត់ទៅលើគេហៅថាបច្ចុប្បន្នគឺយើងឃើញថាលើការ design
គឺមនុស្សបច្ចុប្បន្នគឺ branding ហើយ design អញ្ចឹងការ design របស់បរិយាមួយហ្នឹងឃើញថាមានភាពប្លែកៗគ្នាហើយវាអាចទទួលយកបាននៅជីវិត lifestyle គេហៅជីវិតរស់នៅបច្ចុប្បន្នហ្នឹងគឺគាត់អាចទទួលយកបានតែបើក្នុងករណីដែលគាត់មិនជ្រើសរើសបរិយាទេគឺចង់និយាយថាយើងក៏លេចមើលសភ័ណភាពនៅស្រុកយើងគឺថាសភ័ណភាពយើងការសាងសង់ផ្ទះដាច់ដោយឡែកគ្នាវិញគឺមានទៀបមានខ្ពស់មានមុខមានក្រោយហើយប្រព័ន្ធលូប្រព័ន្ធភ្លើងគឺมันមានស្ដាប់ធ្នាប់ដូចក្នុងបរិយាទេនេះជាកត្តាដែលគាត់ជ្រើសរើសទិញបរិយាហើយតម្រូវការរបស់គាត់បច្ចុប្បន្ននេះមានការកើនឡើងណាដោយសារកត្តាអ្វីគឺកត្តាធនាគារកត្តាទុនពីធនាគារគេហៅថាកម្ចី home loan កម្ចីពីធនាគារឥឡូវនេះធនាគារពាណិជ្ជទាំងអស់ទាំង micro finance ឲ្យស្ទើរតែទាំងអស់ហើយដែលបើកឱកាសឲ្យអតិថិជននឹងកម្ចីទិញផ្ទះណាដែលធនាគារខ្លះការប្រាក់មានចាប់ពី7ទៅ8មានខ្លះ8ទៅ9ទៅតាម term របស់គាត់អ្នកខ្លះក៏ខ្ចីជុំវិញ5ឆ្នាំយ៉ាងទៅ10ឆ្នាំ20ឆ្នាំអញ្ចឹងការប្រាក់នឹងវាប្រែប្រួលដំណឹងហើយធនាគារក៏មានការបើកឱកាសរហូតដល់70%ធនាគារខ្លះអញ្ចឹងមានពី30 40 60ហ្នឹងនេះហើយជាកត្តាដែលធ្វើឲ្យយើងឃើញថាការជ្រើសរើសទិញផ្ទះក្នុងបរិយាហ្នឹងមានការកើនឡើងហើយក៏ដូចគ្នាដែរក្នុងនោះដែរគឺភាពកើនឡើងនៃសេដ្ឋកិច្ចដែរហើយដែលគាត់តម្រូវទៅការទិញរួមគ្នាជាមួយនឹងក្រុមគ្រួសារអញ្ចឹងទៅបាទចាអរគុណណាស់សម្រាប់លោកនាយកដែលបានផ្ដល់កិត្តិយសនៅក្នុងការផ្ដល់នៅបទសម្ភាសន៍មកកាន់កម្មវិធីអចលនទ្រព្យខ្មែរហើយថាតើលោកមានពាក្យពេចន៍អីចុងក្រោយសម្រាប់ផ្ដល់ជូនទៅដល់ទស្សនិកជនដែលគាត់កំពុងតាមដានទស្សនានៅក្នុងកម្មវិធីនេះផ្ទាល់បាទក្នុងនាមខ្ញុំជានាយកគ្រប់គ្រងនៅក្រុមហ៊ុនប៊ុនណាធីគ្រប់ខ្ញុំសូមផ្ដាំទៅប្រជាពលរដ្ឋទាំងអស់ដូចជាអតិថិជនរបស់ខាងយើងខ្ញុំដែរក្នុងការជ្រើសរើសទិញដូចជាលំនៅឋានរស់នៅត្រូវតែពិនិត្យវិច័យទៅលើកត្តាច្បាប់បាទទៅលើកត្តាច្បាប់ដូចជាយើងត្រូវចេះមើលប្លង់សាងសង់យើងត្រូវចេះមើលប្លង់កម្មសិទ្ធិហើយក៏ដូចជាការជ្រើសទិញទៅលើតំបន់ណាមួយនោះត្រូវតែពិនិត្យទៅមើលអាជ្ញាប័ណ្ណណាច្បាប់សាងសង់អាជ្ញាប័ណ្ណដែលក្រសួងសេដ្ឋកិច្ចយើងមានភ្ជាប់មកជូនដែរឬទេអញ្ចឹងខ្លាចការទិញរបស់យើងនឹងប៉ះទៅលើសំណង់ណាដែលគាត់ធ្វើមិនមានច្បាប់ត្រឹមត្រូវណាដែលយើងបានឃើញជារឿយៗនៅក្នុងសារព័ត៌មាននេះកុំឲ្យមានការខាតបង់ពីព្រោះអ្វីដែលយើងកំពុងតែចូលរួមធ្វើទាំងអស់គ្នានេះគឺដើម្បីឲ្យសង្គមជាតិយើងទាំងអស់គ្នាមានច្បាប់ទម្លាប់មានសណ្ដាប់ធ្នាប់ទៅលើការគ្រប់គ្រងការទិញដូរការជួញដូរចលនាទ្រព្យអញ្ចឹងសូមបងប្អូនទាំងអស់ធ្វើការទិញដូរប្រកបទៅដោយភាពប្រុងប្រយ័ត្នហើយក៏ដូចជាអាចមកកន្សោលជាមួយខាងក្រុមហ៊ុនយើងខ្ញុំក៏បានដែរពាក់ព័ន្ធទៅលើនីតិវិធីក្នុងការទិញដូរអចលនទ្រព្យឬនីតិវិធីក្នុងការរៀបចំឯកសារកុងត្រាផ្សេងគឺខាងយើងខ្ញុំនឹងផ្ដល់ជាសេវាកម្មជូនទៅអស់លោកទាំងអស់គ្នាសូមអរគុណបាទចាអរគុណណាស់ដល់លោកនាយកដែលបានផ្ដល់នៅបទសម្ភាសន៍មកកាន់កម្មវិធីចលនទ្រព្យខ្មែរទៅលើប្រធានបទដ៏ល្អជូនទៅដល់ទស្សនិកជនហើយក៏ដូចជាអស់លោកអ្នកដែលកំពុងតាមដានទស្សនាអរគុណច្រើនសូមពេលសម្រាប់ reflection បើជួបគ្នានៅក្នុងកម្មវិធីយើងជាបន្តទៀតបុណ្ណារាធិគ្រប់ភាពជឿជាក់បទពិសោធន៍ជំនាញវិជ្ជាជីវៈ BBC ជាជម្រើសទីផ្សារដ៏ល្អឥតខ្ចោះរបស់លោកអ្នកលោកអ្នកទៅបានតាមដានទស្សនារួចមកហើយនៅព័ត៌មានជាតិនិងអន្តរជាតិក៏ដូចជាការព្យាករណ៍ទៅលើតម្លៃអចលនទ្រព្យនិងការដាក់បង្ហាញអំពីអចលនទ្រព្យល្អៗនៅក្នុងរាជធានីភ្នំពេញក៏ដូចជាតាមបណ្ដាខេត្តក្រុងនានានិងការទទួលបាននៅបទសម្ភាសន៍មកកាន់កម្មវិធីអចលនទ្រព្យខ្មែរជាបន្តទៅនេះសូមអញ្ជើញទស្សនាជាមួយនឹងអចលនទ្រព្យល្អៗនៅក្នុងរាជធានីភ្នំពេញនិងតាមបណ្ដាខេត្តក្រុងនានាជាបន្តទៀតផ្ទះល្វែងសម្រាប់លក់មានទីតាំងល្អស្ថិតនៅផ្លូវលេខ230សង្កាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញទំហំដី4ម៉ែត្រគុណនឹង22ម៉ែត្រនិងទំហំអគារ4ម៉ែត្រគុណនឹង17ម៉ែត្រមានបន្ទប់គេង4បន្ទប់ទឹក4មានចំណតយានយន្ត1ផ្ទះនេះមានកម្ពស់2ជាន់កន្លះបានតភ្ជាប់នៅបណ្ដាញទឹកភ្លើងរដ្ឋរួចជាស្រេចទីតាំងនេះមានបរិវេណធំទូលាយបរិយាកាសល្អខ្យល់អាកាសបរិសុទ្ធស័ក្តិសមសម្រាប់ការរស់នៅនិងអាចបើកជាសណ្ឋាគារផ្ទះសំណាក់
ភោជនីយដ្ឋានឬបើកជាអាជីវកម្មផ្សេងៗផ្ទះនេះក៏ទទួលបានចំណូលពីការជួលក្នុងមួយខែបានរហូត$500ផងដែរដាក់លក់ក្នុងតម្លៃ$230,000តម្លៃនេះអាចចរចាបានសម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងតាមរយៈទូរស័ព្ទលេខ017 290 009ផ្ទះល្វែងសម្រាប់លក់មានទីតាំងល្អស្ថិតនៅផ្ទះលេខ56ផ្លូវលេខ376សង្កាត់បឹងកេងកង3ខណ្ឌចំការមនរាជធានីភ្នំពេញទំហំអគារ5270ម៉ែត្រការ៉េនិងទំហំដី4340ម៉ែត្រការ៉េមានបន្ទប់គេង6បន្ទប់ទឹក6និងមានចំណតយានយន្ត1ផ្ទះល្វែងនេះមានកម្ពស់2ជាន់បានតភ្ជាប់នៅប្រព័ន្ធអ៊ីនធឺណិតខ្សែកាបបណ្ដាញទឹកភ្លើងរត់រួចជាស្រេចផ្ទះនេះស័ក្តិសមសម្រាប់ការរស់នៅដាក់លក់ក្នុងតម្លៃល្អត្រឹមតែ$190,000ប៉ុណ្ណោះតម្លៃនេះអាចចរចាបានសម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងតាមរយៈទូរស័ព្ទលេខ023 861 999 016 335 616ផ្ទះល្វែងសម្រាប់លក់មានទីតាំងល្អស្ថិតនៅផ្លូវលេខ5ផ្ទះលេខ26បេតេសង្កាត់បឹងទំពុនខណ្ឌមានជ័យរាជធានីភ្នំពេញទំហំអគារ4ម៉ែត្រគុណនឹង13ម៉ែត្រទំហំដី4ម៉ែត្រគុណនឹង20ម៉ែត្រមានបន្ទប់គេង4បន្ទប់ទឹក4និងមានចំណតយានយន្ត1ផ្ទះល្វែងនេះមានកម្ពស់2ជាន់បានតភ្ជាប់នៅប្រព័ន្ធអ៊ីនធឺណិតខ្សែកាបបណ្ដាញទឹកភ្លើងរត់រួចជាស្រេចផ្ទះនេះស័ក្តិសមសម្រាប់ការរស់នៅដាក់លក់ក្នុងតម្លៃល្អត្រឹមតែ$65,000ប៉ុណ្ណោះតម្លៃនេះអាចចរចាបានសម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងតាមរយៈទូរស័ព្ទលេខ023 861 999 016 335 616បណ្ណារៀនធីគ្រប់ភាពជឿជាក់បទពិសោធន៍ជំនាញវិជ្ជាជីវៈ BBC ជាជម្រើសទីផ្សារដ៏ល្អឥតខ្ចោះរបស់លោកអ្នកបន្ទាប់ពីបានតាមដានទស្សនាសង្ឃឹមថាលោកអ្នកនឹងទទួលបាននូវចំណេះដឹងជាច្រើនឬក៏ព័ត៌មានល្អៗទាក់ទងទៅនឹងវិស័យអចលនទ្រព្យពីកម្មវិធីអចលនទ្រព្យខ្មែរហើយបើសិនបើលោកអ្នកខកខានពុំបាននឹងតាមដានទស្សនានៅក្នុងកម្មវិធីនេះលោកអ្នកអាចនឹងទស្សនាបានតាមរយៈទស្សនាវដ្តីអចលនទ្រព្យខ្មែរឬក៏អាចចូលទៅកាន់គេហទំព័រគឺ www.khamerpropertynews.com ខណៈនេះនាងខ្ញុំនិងក្រុមការងារសូមអរគុណសូមជម្រាបលា